បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel របស់លោកគ្រូបន្តទៀតបាទថ្ងៃនេះយើងបន្តចូលដល់ចំណុចលេខ3អូខេតោះឥឡូវយើងចូលទៅមើលចំណុចលេខ3នេះទាំងអស់គ្នាគេដាក់ថា Listen again and unscramble the make up sentences write your answers in your notebook បាទអញ្ចឹងគេឲ្យបងប្អូនស្ដាប់ម្ដងទៀតហើយបាទរៀបប្រយោគដែលគេមិចបញ្ចូលគ្នាមានន័យថាច្របល់បញ្ចូលគ្នាហើយបងអូនសរសេរចម្លើយចូលទៅក្នុងសៀវភៅសរសេររបស់បងអូនបាទបងអូនមើលពីចំណុច A ដល់ចំណុច E គឺពាក្យនៅក្នុងប្រយោគទាំងអស់នេះគឺគេសរសេរបាទមានន័យថាប្រយោគហ្នឹងគេសរសេរពាក្យច្របល់បញ្ចូលគ្នាមានន័យថាវាអត់ត្រឹមត្រូវតាមលំដាប់លំដោយទេអញ្ចឹងបងអូនត្រូវស្ដាប់ណាស្ដាប់អត្ថបទម្ដងទៀតដើម្បីបាទរៀបពាក្យទាំងអស់ហ្នឹងឲ្យคล้ายទៅជាប្រយោគឲ្យបានត្រឹមត្រូវតោះឥឡូវយើងក៏លេខមើលបាទអត្ថបទដែលបងអូនត្រូវស្ដាប់នេះអញ្ចឹងលោកគ្រូដាក់ជាអត្ថបទឲ្យតែម្ដងអូខេអញ្ចឹងគេឲ្យយើង listen check and repeat អញ្ចឹងបងអូនមិនបាច់ស្ដាប់អីទេគឺយើងមើលជាអត្ថបទទាំងអស់គ្នាតែម្ដងតោះឥឡូវយើងទៅរកចម្លើយកន្លែងពាក្យ father letter A តោះឥឡូវយើងរកចម្លើយ letter A ទាំងអស់គ្នាបាទតើវានៅកន្លែងណាឥឡូវបងអូនមកមើលបាទនេះបងអូនកលេចមើលពាក្យ because នេះផ្ដើមឡើងដោយអក្សរធំអញ្ចឹងបងអូនរកមើលពាក្យកន្លែងណាដែលផ្ដើមឡើងដោយ because បាទនេះណា because អញ្ចឹងបងអូនមើលមកនេះត្រឹមខណ្ឌនឹងមកបាទគឺជាចម្លើយអញ្ចឹង because I might have to help my father បាទអញ្ចឹងចម្លើយគឺ because I might help to help my father បាទនេះគឺជាចម្លើយ letter A អញ្ចឹងបងអូនយកកន្លែងហ្នឹងសរសេរចូលមកជាការស្រេចOkay, letter B, might into go town, mom might have to with I តោះកន្លែងនេះប្រកាសជាផ្ដើមឡើងដោយ I might have to go តោះកន្លែងបងរកមើលនេះបាទកន្លែងនេះណា I might have to go into town with my mom បាទនេះគឺជាចម្លើយ letter B បាទអញ្ចឹងបងអូនយកចំណុចកន្លែងហ្នឹងទៅសរសេរបញ្ចូលទៅវាមានន័យថាវាត្រឹមត្រូវហ្នឹងហើយកន្លែងនេះមានន័យថា I might have to go into town with my mom អូខេនេះគឺជាចម្លើយតោះ letter C the have I done បាទឥឡូវបងប្អូនមើល done នេះអក្សរធំអញ្ចឹងប្រកាសជានៅក្នុងអត្ថបទហ្នឹងបងប្អូនរកមើលពាក្យ done កន្លែងណាដែលផ្ដើមឡើងដោយពាក្យអក្សរធំមានន័យថាពាក្យកន្លែងណាដែលសរសេរដោយ done តោះឥឡូវយើងក៏លេខមកនេះបាទ then I may have to help in the restaurant in the restaurant បាទនេះគឺជាចម្លើយរបស់ letter C ណា then I may have to help in the restaurant អូខេ letter D តោះឥឡូវយើងចូលដល់ letter D មួយទៀត have I tomorrow អញ្ចឹងប្រកាសជាផ្ដើមឡើងដោយ I ព្រោះប្រធានមានតែ I មួយ I អញ្ចឹងបងអូនបន្ទាប់មក may not អញ្ចឹងប្រកាសជា I may not ដែរអូខេនេះគឺជាចម្លើយនៃ I may not have much time tomorrow I may not have much time tomorrow បាទអញ្ចឹងបងអូនសរសេរត្រង់ចំណុចនឹងបញ្ចូលមកត្រឹមត្រូវហើយបាទចំណុចចុងក្រោយគឺចំណុច letter E តោះឥឡូវបងមើលចំណុច letter E on Sunday could time have I ប្រកាសជាផ្ដើមឡើងដោយ I ទៀតហើយអញ្ចឹង I could help តោះ I could help some free time កន្លែងណាបាទនេះនៅខាងក្រោមនេះ I could help some free time បាទ on Sunday នេះគឺជាចម្លើយនៅក្នុងចំណុច E បាទអញ្ចឹងបងអូនមើលអត្ថបទហើយបងអូនរៀបបាទឲ្យវាត្រឹមត្រូវបែបហ្នឹងមកជាការស្រេចបាទបើសិនជានៅសាលាដែលបងអូនរៀននៅសាលារដ្ឋប្រហែលជាលោកគ្រូគាត់ចាក់ឲ្យស្ដាប់អញ្ចឹងបងអូនមើលវីដេអូរបស់លោកគ្រូបង្រៀននេះទៅវាជាជំនួយបើវាជាបាទផ្លូវមួយបងអូនសម្រាប់បាទរៀនជាមួយនឹងគ្រូបងប្អូនគឺឆាប់យល់តែម្ដងអូខេបាទអញ្ចឹងវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនជម្រាបលា